ok កៅស៊ូរងបន្លែសម្រាប់យកទៅបាំងចាការពីភ្លៀងព្រមទាំងជួយឲ្យបន្លែរបស់បងប្អូនលូតលាស់បានល្អជាពិសេសគឺជាប់បានយូរឆ្នាំតែម្ដងពុកម៉ែបងប្អូនដែលចង់បានកៅស៊ូដើម្បីយកទៅបាំងរងបន្លែអាចប្រើជាមួយនឹងកៅស៊ូ UV របស់យើងបានដែលជាប្រភេទកៅស៊ូប្រើប្រាស់បានយូរឆ្នាំចាប់ពី4ឆ្នាំឡើងចាអញ្ចឹងកៅស៊ូនេះគឺមានអក្សរសរសេរនៅលើនេះស្រាប់ណាបងប្អូនគឺ UV ពាក្យថា UV នេះគឺសំដៅទៅលើចាកៅស៊ូដែលមានការការពារទៅលើពន្លឺថ្ងៃប្រភេទសាច់ខ្លានេះគឺបញ្ជាក់ថាជាប្រភេទកៅស៊ូសាច់លេខ1ដែលបងប្អូនយកទៅប្រើទៅអត់ផុយស្រួយទេព្រោះមានបងប្អូនខ្លះគាត់ទិញចំរបស់ខ្លាញ់ខ្លាយបងប្អូនប្រើបានតែមួយឆ្នាំផុយលលួយប៉ុន្តែផលិតផលអស់នេះគឺបងប្អូនប្រើបានរហូតដល់4ឆ្នាំចាអត់ទាន់ផុយទេហើយនេះបងប្អូនរបស់ថ្លៃគឺមានតែសេអក្សរគ្រប់ម៉ែទាំងអស់ចាគឺមានអក្សរហើយមានកម្រាស់វានៅកន្លែងនេះបញ្ជាក់ទាំងអស់កម្រាស់របស់វានេះគេហៅថា200មីក្រង់ចានេះបងប្អូនឃើញទេ200មីក្រង់អញ្ចឹងជាប្រភេទកៅស៊ូដែលក្រាស់ជាងគេចាអញ្ចឹងនៅក្នុង1ការ៉េសម្រាប់បងប្អូនដែលចង់បានកៅស៊ូប្រភេទនេះគឺមានតម្លៃ7000រៀលបើបងប្អូនយកអាស្តើងតម្លៃត្រឹមតែ5000រៀលតែប៉ុណ្ណោះបើបងប្អូនទិញជាកៃគឺខាងខ្ញុំមានតម្លៃពិសេស6ម៉ែត្រគុណនឹង100ម៉ែត្រចាអញ្ចឹងតម្លៃផ្សេងបងប្អូនអាចឆាតចូលបានហើយថ្ងៃនេះក៏អរគុណដល់អតិថិជនដែលបានកំង6ម៉ែត្រគុណនឹង15ម៉ែត្រខាងខ្ញុំក៏ចាប់ដើមលាដើម្បីកាត់ផ្ញើជូនបងប្រុសអរគុណច្រើនជម្រាបលា